ជាស្ដែងនៅក្នុងរាជរដ្ឋាភិបាលនៅតែបន្តកំណត់យកមនុស្សគឺជាអតិភិបនៅក្នុងការកំណត់គេថាអភិវឌ្ឍរបស់យើងតាំងពីយុទ្ធសាស្ត្រចតកោណនៅលើបញ្ចកោណដំណាក់កាលទី1នេះហើយហេតុអីបានជារាជរដ្ឋាភិបាលកំណត់ជុំថាយើងអាចរៀនប្រវត្តិសាស្ត្ររបស់យើងខ្ញុំចូលចិត្តមើលប្រវត្តិសាស្ត្រខ្លះជាពិសេសនៅខេត្តសៀមរាបយើងនេះដែលជាគេថាបេះដូងនៃអាណាចក្រខ្មែរកាលពី600ឆ្នាំរយៈពេល600ឆ្នាំតាំងពីជំនាន់ព្រះបាទជ័យវរ្ម័នទី2ដែលរៀបចំអរិយធម៌អង្គរនៅដើមសតវត្សទី9រហូតទៅដល់យើងចាប់ផ្ដើមធ្លាក់ចុះសតវត្សទី15ក្រោយព្រះបាទជ័យវរ្ម័នទី8អញ្ចឹងយើងមើលហេតុអីបានជា500ឆ្នាំនោះ600ឆ្នាំនោះយើងរងំដោយសារទុនធានមនុស្សកត្តាដែលជោគជ័យកត្តាដែលរងំពេលនោះយើងអាចនិយាយបានថាគឺទី1គឺយើងមានមេដឹកនាំខ្លះប្រពៃជានៅសម័យនោះមានចក្ខុវិស័យនិងការពង្រឹងប្រទេសយើងទាំងពុកប៉ុន្តែកត្តាក្រៅពីនោះគឺទី1គឺយើងមានកងទ័ពខ្លាំងដែលជាសមត្ថភាពក្នុងការពង្រឹងការពារជាតិក៏ដូចជាពង្រីកនៅអាណាចក្ររបស់យើងពេលនោះទី3សម័យនោះគឺមានស្ថាប័នគេហៅថាអភិបាលកិច្ចឬស្ថាប័នមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ចរឹងមាំខ្លាំងទី4គឺយើងមានសេដ្ឋកិច្ចខ្លាំងប្រព័ន្ធសេដ្ឋកិច្ចប្រតិកលាតំបន់ខាងលើនៅភ្នំកលែនដែលមានភោគផលព្រៃឈើទាញផលពីនោះតំបន់កណ្ដាលយើងនៅអង្គរនេះដែលមានកសិកម្មធារាសាស្ត្រហើយតំបន់ខាងក្រោមបឹងទន្លេសាបប្រតិកលាគ្នាហើយយើងមានឧស្សាហកម្មផ្សេងដូចខាងអាវុធយុទ្ធភ័ណ្ឌនៅកំពង់ស្វាយនៅរឹងមាំហើយទី5គឺសមត្ថភាពបច្ចេកទេសរឹងមាំដែលយើងអាចកសាងប្រាសាទប្រព័ន្ធធារាសាស្ត្រអីដែលអាចពង្រឹងរបស់យើងទាំងអស់នេះគឺដោយសារប្រព័ន្ធអប់រំយើងខ្លាំងយើងមានវិស្វករខ្លាំងអាចសង់ប្រាសាទបានពិតកម្លាំងដែលប្រើមួយចំនួនគឺកម្លាំងឆ្លើយសឹកកម្លាំងអីប៉ុន្តែត្រូវមានសម័យឥឡូវគេហៅ Chief Engineering អ្នកវិស្វករស្ថាបត្យករការដឹកនាំធ្វើប្រព័ន្ធបលាយធារាសាស្ត្រដែលធានាឲ្យការបង្កបង្កើតផលកសិកម្មភ្ជាប់ជាមួយនឹងពាណិជ្ជកម្មរបស់យើងហើយធនធានមនុស្សរបស់យើងគឺការវឹកវើទ័ពនិងសមត្ថភាពនៅក្នុងការជំរុញផ្សេងហើយនេះហើយគឺជាមេរៀនមួយដែលយើងបានហើយកត្តាសំខាន់មួយទៀតគឺកត្តាឯកភាពផ្ទៃក្នុងរបស់យើងប៉ុន្តែនៅក្នុង600ឆ្នាំមិនមែនសោកទាំងអស់មិនមែនមានបញ្ហាមិនអត់មានបញ្ហាផ្ទៃក្នុងនោះទេវាមានខ្លះប៉ុន្តែមិនមានការបែកបាក់ខ្លាំងរយៈពេលវែងដូចក្រោយសតវត្សទី15ដែលយើងធ្លាក់ចុះរហូតទៅដល់បាត់បង់ទឹកដីបច្ចុប្បន្នបាទសូម្បីតែសៀមរាបនេះក៏បាត់បង់មួយរយៈដែរបាទប៉ុន្តែជាទឹកដីរបស់យើងបាទអ្នកខ្លះគេថារបស់គេស្អីអត់ទេគឺរបស់ប៉ុន្តែនេះហើយគឺជាកត្តាកំណត់ជាក់ស្ដែងមិនមែនតែសម័យបច្ចុប្បន្នដែលថាទិសដីឥឡូវទៅដាក់យុទ្ធសាស្ត្រចតកោណបច្ចកោណអត់ទេគឺតាំងពីដើមទីមកនៅពេលដែលកម្លាំងប្រមូលផ្ដុំធនធានមនុស្សយើងត្រូវបានការបដិបដាត្រូវមានសមត្ថភាពគ្រប់ជំនាញគ្រប់វិស័យនេះហើយគឺជាអ្វីដែលជាកត្តាកំណត់ហើយផ្អែកលើមូលដ្ឋាននៃកត្តាប្រវត្តិសាស្ត្រនេះហើយដែលរាជរដ្ឋាភិបាលនៅក្នុងបច្ចុប្បន្នដែលយើងជាពិសេសនៅក្នុងសម័យបញ្ចប់សង្គ្រាមគឺយើងបានខិតខំកសាងធនធានមនុស្សឡើងវិញការវិនិយោគទៅលើវិស័យអប់រំគឺធំថវិកាវិនិយោគកសាងប្រទេសរបស់យើងប៉ុន្តែនៅមានចំណុចនៅមានកត្តាជាច្រើនដែលត្រូវពង្រឹងបន្ថែមទៀតតែយើងត្រូវរួមគ្នាអបអរសាទរដោយសមិទ្ធផលដែលថ្ងៃនេះជាង1000អង្គអ្នកបានទទួលសញ្ញាបត្រក្រោយពីការបដិបដាក្រោយពីការមានឱកាសទទួលបាននៅការអប់រំបដិបដាពីសាលាពីសាស្ត្រាចារ្យទៅទីនេះ
ដែលយើងឈានទៅបង្កើនសមត្ថភាពកូនខ្មែរពង្រឹងឯករាជ្យភាពរបស់យើងក្នុងការម្ចាស់ការលើជីវិតរបស់យើងក៏ដូចជាម្ចាស់ការនៅក្នុងការការពារនិងអភិវឌ្ឍប្រទេសជាតិរបស់យើងដោយកូនខ្មែរហើយនេះហើយគឺជាអ្វីដែលយើងត្រូវបន្តកសាងបន្ថែមទៀត